ទេវតាស្រែកពួកគេបានផ្សាយដំណឹងល្អដល់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធដែលបានចាត់ពីស្ថានសួគ៌ជារឿងដែលទេវតាប្រាថ្នាចង់មើលពេត្រុសទី1:12 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទខ្ញុំបានអានវាច្រើនដងដោយសារខ្ញុំចង់យល់ពីសេចក្តីថ្លែងការណ៍អំពីរឿងដែលពួកទេវតាចង់ដឹងពេត្រុសទី1:12តើអ្វីជាអត្ថន័យនិងទំនាក់ទំនងរវាងការបញ្ជូនសារដំណឹងល្អនិងការចង់ដឹងរបស់ទេវតាវាប្រែថាព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះចែងថានៅស្ថានសួគ៌សាវកពលបានទាញវាំងនៃស្ថានសួគ៌មកវិញដើម្បីយើងអាចឃើញពួកទេវតាសម្លឹងមើលដោយចង់ដឹងចង់ឃើញអំពីផែនការនៃការប្រោសលោះរបស់ព្រះអ្វីដែលទេវតាចង់ដឹង1ពេត្រុសទី1:12ពាក្យភាសាក្រិកដែលបានបកប្រែថាចង់ដឹងចង់ឃើញមានន័យថាឈរចុះហើយមើលដោយចង់ដឹងអូហាឡេលូយ៉ាបំណងប្រាថ្នារបស់ខ្ញុំដើម្បីផ្សព្វផ្សាយដំណឹងល្អនៃសេចក្តីសង្គ្រោះដល់មនុស្សដែលមិនទាន់ជឿលើព្រះម្ចាស់យេស៊ូវគឺកាន់តែរឹងមាំដូចជាបំណងប្រាថ្នារបស់ទេវតាដើម្បីធ្វើបន្តពីមនុស្សដែលត្រូវបានសង្គ្រោះតាមរយៈដំណឹងល្អនៃព្រះគ្រីស្ទការខិតខំរបស់ខ្ញុំរួមមានការអធិស្ឋាននិងការផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះខ្ញុំសូមអញ្ជើញលោក Christian Suharto ពី Badaravajawala Newsantara Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kizia Badarakese ដើម្បីលើកការសរសើរដូចខាងក្រោមទូលបង្គំទូលអង្វរទៅកាន់អ្នកលាតដៃជាទីស្រឡាញ់របស់អ្នកមកខ្ញុំព្រោះខ្ញុំដឹងថាអ្នកតែងតែនៅក្បែរខ្ញុំអរព្រះជាម្ចាស់ឲ្យសូមស្ដាប់ការអធិស្ឋានរបស់ខ្ញុំចំពោះអ្នកផ្ដល់ឲ្យនឹងបង្ហាញអំណាចរបស់អ្នកចូលខ្ជាប់ខ្ជួនហើយពង្រឹងជំនឿរបស់ខ្ញុំតាំងខ្ញុំជាអ្នកបម្រើដ៏ស្មោះត្រង់ដើម្បីឲ្យខ្ញុំអាចរស់នៅបានតែងតែនៅក្បែរអ្នកព្រោះខ្ញុំដឹងច្បាស់ព្រះអើយអ្វីក៏ដោយក្នុងលោកនេះបើគ្មានព្រះទេអ្វីនឹងគ្មានន័យអរព្រះជាម្ចាស់ឲ្យសូមស្ដាប់ការអធិស្ឋានរបស់ខ្ញុំចំពោះអ្នកហេតុអ្វីបានជាទេវតាចាប់ចិត្តនឹងការសង្គ្រោះរបស់មនុស្សការពន្យល់ដែលទំនងបំផុតសម្រាប់រឿងនេះគឺថាពួកគេញឿងឆ្ងល់ចំពោះវិធីដ៏អស្ចារ្យរបស់ព្រះក្នុងការដោះស្រាយបញ្ហានៃអំពើបាបអេផេសូ 3:8-12 ឈើឆ្កាងគឺជាមធ្យោបាយដែលព្រះវរបតាស៊ូកបានប្រទានព្រះរាជបុត្រារបស់ទ្រង់ជាការជំនួសដ៏សមរម្យមួយដើម្បីសងទោសចំពោះអំពើបាបខណៈដែលទ្រង់បានកាន់តាមស្តង់ដារបរិសុទ្ធរបស់ទ្រង់រ៉ូម 3:19-31 ឥឡូវនេះព្រះផ្ដល់ការប្រោសលោះសម្រាប់អ្នកណាដែលប្រែចិត្តជឿនិងទទួលយកការប្រោសលោះរបស់ព្រះគ្រីស្ទយើងមានអំណរគុណចំពោះសេចក្តីសង្គ្រោះរបស់យើងទេវតាអរព្រះគុណនឹងត្រេកអរនៅពេលណាដែរមនុស្សមានបាបប្រែចិត្តហើយមានសេចក្តីជំនឿលើព្រះគ្រីស្ទលូកា 15:10 អាម៉ែនខ្ញុំមើលឈើឆ្កាងនៅកាល់វ៉ារីតើស្នាដៃដ៏អស្ចារ្យយ៉ាងណាស្រមៃមើលទ្រព្យសម្បត្តិដែលវាផ្ដល់ឲ្យខ្ញុំទ្រព្យសម្បត្តិនៃស្ថានសួគ៌គឺជារបស់ខ្ញុំគ្រីស្ទៀនការបំផុសគំនិតថ្ងៃនេះទេវតារីករាយរាល់ពេលដែលមនុស្សមានបាបប្រែចិត្តហើយជឿលើព្រះគ្រីស្ទលូកា 15:10